បាទជំរាបសួរបងប្អូនអតិថិជន Ford ទាំងអស់គ្នាខ្ញុំបាទលៀបហេងបងប្អូនទាំងអស់គ្នាថ្ងៃនេះបងប្អូនចង់បង្ហាញពីកម្ពុជារថយន្ត Compact Crossover SUV លក្ខណៈគ្រួសារ5កៅអីដែលមានភាពទំនើបទាន់សម័យស៊ីវិល័យនិងមានទីផ្សារល្អខ្លាំងមែនទែនបងប្អូនទៅទីណាកន្លែងណាក៏ឃើញដែររថយន្តនេះគឺរត់ពេញដងផ្លូវនៃប្រទេសជាតិកម្ពុជារបស់យើងតែម្ដងហើយថ្ងៃនេះខ្ញុំបាទចង់បង្ហាញពី5ចំណុចដែលធ្វើឲ្យតាក់ទាញហើយរថយន្ត Ford Territory 2026លក់ដាច់ខ្លាំងជាងគេប្រចាំទីផ្សារ SUV នៃប្រទេសកម្ពុជារបស់យើងនៅទី1ខ្ញុំបាទចង់និយាយពីម៉ាស៊ីនបងប្អូន Ford Territory 2026នេះគឺបានបំពាក់មកជាមួយនឹងម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ 4 ស៊ីឡាំង EcoBoost Engine បងប្អូនរថយន្តនេះគឺអាចផលិតកម្លាំងសេះបានខ្លាំងមែនទែនបានរហូតដល់163សេះឯណោះបាទចំណាយទៅលើការបង់ពន្ធផ្លូវរត់តែពិសេសត្រឹមតែ 150,000 រៀលក្នុង1ឆ្នាំតែប៉ុណ្ណោះទី2ខ្ញុំបាទចង់និយាយពីប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Ford Territory 2026នេះបងប្អូនប្រព័ន្ធសុវត្ថិភាពគឺជាប់ចំណាត់ថ្នាក់ផ្កាយ5តែម្ដងដោយរថយន្តនេះគឺបានយកទៅធ្វើការតេស្តបុកប៉ះនៅស្ថាប័ន Euro NCAP គឺជាប់ចំណាត់ថ្នាក់ផ្កាយ5បាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលប្រើប្រាស់នៅរថយន្ត Ford Territory នេះគឺមានផាសុកភាពខ្ពស់ហើយថែមទាំងសុវត្ថិភាពទៀតបាទចំណុចទី3ខ្ញុំបាទចង់និយាយពីបច្ចេកវិទ្យាបាទរថយន្ត Ford Territory 2026នេះគឺជារថយន្ត full option បងប្អូនអញ្ចឹងបច្ចេកវិទ្យាច្រើនមែនតើតែម្ដងណាបងប្អូនឃើញហើយការរចនារូបរាងផ្នែកខាងក្នុងផ្នែកខាងក្រៅគឺតាក់ទាញទាន់សម័យស៊ីវិល័យខ្លាំងមែនតើអញ្ចឹងបងប្អូនឃើញនេះសូម្បីតែចង្កឹះលេខបងប្អូនកោះលេខគឺស្រស់ស្អាតមែនទែន premium ងាយស្រួលក្នុងការដាក់បាទហើយប្រព័ន្ធហ្វ្រាំងដៃនេះគឺជាប្រព័ន្ធហ្វ្រាំងដៃ electronic មាន auto hold មាន auto start stop មាន wireless charge អេក្រង់ touch screen ធំជាប់គ្នាមួយជួរតែម្ដងហើយចង្កូតគឺជាប្រភេទចង្កូតភ្លើង electronic បាទដបូលបើកក៏មានហើយភ្លើងលម្អខាងក្នុងគឺបងប្អូនអាចដូរភ្លើងបានតាមចំណង់ចំណូលចិត្តតែម្ដងបាទពងសុវត្ថិភាពមកជុំរថយន្តហើយតាក់ទងជាមួយនឹងតាមទ្វាររថយន្តនីមួយៗគឺយើងមាន Side Impact Beam Bar បាទគឺជាប្រព័ន្ធជួយការពារសុវត្ថិភាពផ្នែកចំហៀងនៅពេលដែលមានការបោកប៉ះពីចំហៀងខាងមុខខាងក្រោយអីចឹងណាបងប្អូនហើយតាក់ទងជាមួយប្រព័ន្ធផ្សេងទៀតដូចជាប្រព័ន្ធចាប់ប្រាំងអូតូប្រព័ន្ធចាប់កលងផ្លូវប្រព័ន្ធកាមេរ៉ា360 degree មាន sensor មុខ sensor ក្រោយគឺមួយ set តែម្ដងហើយរថយន្តនេះគឺជាប្រភេទ Compact Crossover SUV ប៉ុន្តែបងប្អូនគឺមានភាពធំទលាយបាទផាសុកភាពងាយស្រួលនៅក្នុងការបាទអង្គុយនៅក្នុងរថយន្តទាំងអ្នករួមដំណើរទាំងអ្នកបើកបរជាដើមចំណុចទី4រថយន្តនេះគឺជាប្រភេទរថយន្ត SUV ក៏ពិតមែនប៉ុន្តែយើងមានបាទម៉ូតរហូតដល់4ម៉ូតក្នុងការបើកបរទៅតាមស្ថានភាពផ្លូវមួយណាយើងមាន normal mode មាន eco mode មាន sport mode មាន trail mode ហើយបន្ថែមទាំងមានប្រព័ន្ធ hill descent control គឺជាប្រព័ន្ធជំនួយក្នុងការចុះចំណោទដោយសារប្រវត្តិទៀតណាបងប្អូនអញ្ចឹងគឺបងប្អូនអាចបើកបរបាន select បានទៅតាមស្ថានភាពផ្លូវដែលបងប្អូនចង់ប្រើប្រាស់តែម្ដងចឹងណាហើយទី5ចុងក្រោយនោះបងប្អូនគឺពិតជាចាំបាច់ខ្លាំងមែនទែននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃណាបាទនោះគឺប្រព័ន្ធ hand free lift gate បើកគ្រប់ក្រោយដោយមិនបាច់ប្រើដៃអញ្ចឹងនៅពេលដែលបងប្អូនមានសោនៅក្បែរឡានណាគាត់នឹងធ្វើការកវីជើងមួយនៅផ្នែកខាងក្រោយគ្រប់ខាងក្រោយនេះនឹងធ្វើការបើកដោយស្វ័យប្រវត្តិបាទអញ្ចឹងគឺត្រូវម៉ាច់តែម្ដងសម្រាប់បងដែលចូលចិត្ត shopping បាទអីវ៉ាន់ពេញដៃអីមកវិញចង់ដាក់អីវ៉ាន់នៅក្នុងឡានអីគាត់នឹងកវីជើងទៅគឺអាចបិទបើកដោយស្វ័យប្រវត្តិបានអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជឿនរថយន្ត Ford Territory 2026នេះតម្លៃពីក្រុមហ៊ុនទៅត្រឹមតែ$42,900តែប៉ុណ្ណោះបាទបងផ្ដាច់ក៏បានសិក្សារំលោះសុទ្ធ 100% ក៏បានដែរគឺបានរហូតដល់25ខេត្តក្រុងឯណោះបាទបើបងប្អូនចូលរួមមុន 50% ណាបងប្រចាំខេត្តគឺតិចខ្លាំងមែនតើត្រឹមតែ$290ក្នុងមួយខែអាចដករថយន្តនេះយកទៅប្រើប្រាស់បានភ្លាមតែម្ដងបាទហើយអត្រាការប្រាក់បងប្អូនគឺត្រឹមតែ9%ក្នុងមួយឆ្នាំតែប៉ុណ្ណោះអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកបងប្អូនផ្ទាល់បានតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើ